ខ្ញុំឃើញយុវជនខ្លះស្រឡាញ់សញ្ញាបត្រក៏ប៉ុន្តែមិនស្រឡាញ់ការរៀនយុវជនខ្លះស្រឡាញ់ចំណេះដឹងតែមិនចូលចិត្តអានសៀវភៅយុវជនខ្លះស្រឡាញ់ភាពជោគជ័យប៉ុន្តែមិនធ្វើតាមរបៀបតាមក្បួនដោយដែលលោកប្រធាន Prudential បានមានប្រសាសន៍ខាងដើមសម្បូរអ្នកចេះដឹងក៏ប៉ុន្តែមិនសូវសម្បូរអ្នកប្រតិបត្តិតាមចំណេះដឹងដែលវាបង្កើតឲ្យមានការរីកចម្រើនដែលមានគ្រោះថ្នាក់3យ៉ាងគ្រោះថ្នាក់ទី1គឺការរីកចម្រើនដែលកើតឡើងដោយសារគ្មានប្រភពការងារច្បាស់លាស់ការរីកចម្រើនទី2ដែលប្រកបទៅដោយគ្រោះថ្នាក់គឺការរីកចម្រើនដែលកើតចេញមកពីអគុណធម៌ការកេងប្រវ័ញ្ចការគៀបសង្កត់ហើយនឹងការបំផ្លិចបំផ្លាញអ្នកដទៃដើម្បីឲ្យខ្លួនឯងបានផលប្រយោជន៍ហើយការរីកចម្រើនទី3គឺការរីកចម្រើនដែលធ្វើឡើងដោយមិនគិតខ្វាយខ្វល់អំពីជោគវាសនាអនាគតរបស់អ្នកដទៃរបស់សហគមន៍ហើយនិងរបស់សង្គមជាតិរបស់យើងការរីកចម្រើនទាំង3នេះគ្មានតម្លៃហើយមិនធ្វើឲ្យសង្គមផ្ដល់ការគោរពផ្ដល់ការកោតសរសើរចំពោះបុគ្គលទាំងនោះឡើយ